ពោដល់កូនម្នាក់ៗនៅក្នុងថ្ងៃនេះផងដែរ Hallelujah សរសើរដល់ព្រះអង្គតែកូននឹងត្រូវបន្តនៅកម្មវិធីបន្តទៀតព្រះអង្គអើយសូមជាម្ចាស់បានគង់នៅជាមួយនឹងកូនពេញមួយថ្ងៃដើម្បីនឹងធ្វើកម្មបំបាយក្នុងតែការសរសើរដល់ហើយក្នុងតែកម្ម កាដូរបស់ព្រះយេស៊ូវនៅនឹងដើមឈើនេះទៀតច្រើនណាស់ហើយលើសនឹងទៀតផងអ្នកណាចង់ឲ្យបានជាសុំលឹកដៃអ្នកណាចង់ឲ្យបានមានបានសុំលឹកដៃអ្នកណាចង់ឲ្យរួចពីទុក្ខលំបាកសុំលឹកដៃអ្នកណាចង់ឲ្យឈប់ឆ្លោះគ្នាជាមួយប្តីប្រពន្ធសុំលឹកដៃអ្នកណាចង់ឲ្យយូរវែងសុំលឹកដៃអ្នកណាចង់បានទ្រព្យសម្បត្តិបន្ថែមទៀតសុំលឹកដៃអូហាឡេលូយ៉ាគាត់ឈរទាំងអស់គ្នាសុំព្រះពរទាំងអស់គ្នាព្រះយេស៊ូវនឹងប្រទានពរអាមែនអ្នកដែលនៅទីនេះនឹងបានជាទាំងអស់គ្នាអាមែនអ្នកដែលនៅទីនេះនឹងរួចពីភាពក្រីក្រទាំងអស់គ្នាអាមែនចាប់ប្រាប់ថាការប្រកាសដំណឹងល្អនៅពួកជំនុំនេះលើដំបូងគឺឈ្នះលើអំណាចរបស់អរិយសត្វអ្នកដែលជឿព្រះយេស៊ូវដំបូងដោយសារគាត់ខ្លាចខ្មុំអ្នកជឿព្រះយេស៊ូវនៅភូមិនេះដំបូងដោយសារគាត់ឈឺមើលអត់ជាហើយថ្ងៃនេះខ្ញុំចង់ប្រាប់ថាពីអតីតកាលព្រះយេស៊ូវប្រោសមនុស្សដែលឈឺឲ្យជាបច្ចុប្បន្នព្រះយេស៊ូវប្រោសមនុស្សឈឺឲ្យជាហើយអនាគតព្រះអង្គប្រោសមនុស្សឈឺឲ្យជាដោយពីមុនដែរបាត់ភ្នែករបស់គ្នាថាសូមព្រះពរទាំងអស់គ្នាពីអង្គើបាអើនៅពេលនេះគុំគុំយើងខ្ញុំទាំងអស់គ្នាបានចូលមកដើម្បីរំលឹកអំពីការដែលព្រះអង្គបានជាមកប្រសូតដើម្បីសង្គ្រោះដល់មនុស្សនៅនាផែនដីជា2000ឆ្នាំមកហើយព្រះអង្គក៏ប្រសូតដើម្បីសង្គ្រោះដល់ប្រជាជននៅក្នុងទឹកដីស្ទឹងព្រះស្រុកនេះផងដែរហើយទូបង្គំប្រកាសនៅនាមព្រះអង្គថាអស់អ្នកដែលចូលមកក្នុងថ្ងៃនេះឲ្យគាត់បានជាទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអស់អ្នកដែលចូលមកក្នុងថ្ងៃនេះរួចពីបណ្ដាសានៃភាពក្រីក្រក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអស់អ្នកដែលចូលមកក្នុងថ្ងៃនេះនឹងរួចអំពីការបរាជ័យទាំងឡាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអស់អ្នកដែលការងារធ្វើរបស់ការងារធ្វើក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអស់អ្នកដែលខ្សោយនឹងមានកម្លាំងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអស់អ្នកដែលមានផ្ទះនៅនឹងមានគេឋានធំក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអស់អ្នកដែលធ្វើផ្ទះមិនទាន់ហើយគាត់នឹងបានធ្វើផ្ទះចប់សពគ្រប់ហើយសល់លុយកាក់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអស់អ្នកដែលកំពុងតែជឿគាត់នឹងមានអាយុវែងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអំពើដែលបានធ្វើនៅក្នុងគ្រួសារគាត់ទោះបីគាត់មិនទាន់ជឿហើយគាត់ចូលមកគាត់បានជាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទHallelujah ព្រះដ៏ជាម្ចាស់នៃស្ថានសួគ៌ទូលគុំសូមព្រះពរដល់ទឹកដីស្រុកព្រះអង្គគឺជាកាដូសម្រាប់ជីវិតរបស់យើងហើយព្រះអង្គគឺជាព្រះដែលអត់ទោសគ្រប់ទាំងអំពើបាបដល់របស់អ្នកដែលទទួលព្រះអង្គជាព្រះនៃសេចក្តីសន្ទុះអេមែនហើយជំរាបសួរដល់លោកគ្រូបាទដល់ពុកម៉ែបងប្អូនទាំងអស់ដែលប្រគល់សេចក្តីស្រឡាញ់នៃព្រះបាទសូមក្រោកឈរឡើងហើយសូមអធិដ្ឋានបញ្ចប់កម្មវិធីដែលនេះជាមួយនឹងខ្ញុំសូមម៉ែបងប្អូនបានសម្រួមចិត្តអធិដ្ឋានជាមួយខ្ញុំអង្គគ្នា
ព្រះយេស៊ូវទ្រង់ថ្វាយសេរីល្អដល់ព្រះអង្គជាព្រះលើអស់ទាំងព្រះជាស្ដេចលើអស់ទាំងស្ដេចគណៈព្រះអង្គសម្រាប់ព្រះគុណនៅថ្ងៃនេះដែលទ្រង់ដូចជាព្រះបានប្រទានអំពីការយាងមករបស់ព្រះអង្គនៅពេលនេះគឺឈានចូល2026ឆ្នាំព្រះជន្មរបស់ទ្រង់ដែលទ្រង់បានសោយរាជ្យនៅលើផែនដីជាព្រះជន្មដែលមានព្រះជន្មគង់នៅជាព្រះដែលមានព្រះជន្មគង់នៅសពគ្រោះដល់អស់អ្នកណាដែលអំពាវនាវរកព្រះអង្គព្រះបិតាអើយនៅថ្ងៃនេះគុណចូលមកដោយការអរព្រះគុណពេញមួយឆ្នាំដែលព្រះអង្គម្ចាស់ដ៏ជាព្រះបានថែរក្សាការពារគ្រប់ទាំងដំណើរជីវិតរបស់គូបង្គំទាំងអស់គ្នាអរគុណព្រះអង្គសម្រាប់ឆ្នាំថ្មីបន្តទៀតគុណដឹងហើយគុណជឿថាទ្រង់គឺជាអេម៉ាញូអែលជាព្រះដែលគង់នៅជាមួយនឹងកូនទាំងអស់គ្នាព្រះអង្គមិនដែលទុកកូនចោលហើយព្រះអង្គ